ពេលណាសង្គ្រាមចប់នៅពេលណាពីព្រោះអីសង្គ្រាមនៅមជ្ឈមបូព៌ាមែនក៏ប៉ុន្តែវាមានផលប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនៅទូទាំងពិភពលោករួមទាំងប្រទេសកម្ពុជាផងដែរបាទបើតាមសេចក្តីរាយការណ៍បានឲ្យដឹងថាលោកប្រធានាធិបតី Donald Trump កាលពីយប់ថ្ងៃច័ន្ទបានដឹកនាំកិច្ចប្រជុំមួយស្ដីអំពីសង្គ្រាមនៅប្រទេសអ៊ីរ៉ង់ជាមួយនឹងក្រុមសន្តិសុខកម្ពុជារបស់លោកប្រធានាធិបតីតែម្ដងបាទក្នុងនោះគឺរួមមានការដែលលោកពិនិត្យមើលអំពីជំរឿសនានានៅក្នុងការប្រើប្រាស់យោធាបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់បាទនេះបើយោងតាមប្រភពយោធាចំនួន2រូបដែលបានប្រាប់ទៅដល់សារព័ត៌មាន Access ហើយកិច្ចប្រជុំនេះគឺកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីលោកប្រធានាធិបតី Donald Trump បានប្រកាសថាលោកបានបញ្ជាឲ្យផ្អាកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ដែលក្រុងនឹងវាយប្រហារនៅថ្ងៃអង្គារហើយការអះអាងរបស់លោក Trump នោះគឺនៅតែបន្តទៅទៀតក្នុងរយៈពេលប៉ុន្មានថ្ងៃនេះដោយលោកថាទុកពេលឲ្យពី3ថ្ងៃសិនសម្រាប់ការប្រើប្រាស់បណ្ដាញការទូតក្នុងការចរចាជាមួយនឹងប្រទេសអ៊ីរ៉ង់ដើម្បីឲ្យរកដំណោះស្រាយការទូតឲ្យបានឆាប់បាទដូច្នេះលោកប្រធានាធិបតីបានបញ្ជាក់ផងដែរថាអ្វីដែលជាចំណាត់ការរបស់សហរដ្ឋអាមេរិកគឺប្រហែលជាថ្ងៃសុក្រថ្ងៃសៅរ៍ឬដើមសប្តាហ៍ក្រោយហើយនឹងមានចំណាត់ការយោធាប្រសិនបើការចរចាការទូតមិនសម្រេចជោគជ័យនោះទេសារព័ត៌មាន Access បានរាយការណ៍ឲ្យដឹងថាក្នុងគណៈពេលដែលលោកប្រធានាធិបតី Donald Trump បាននិយាយម្ដងហើយម្ដងទៀតដោយគម្រាមកំហែងថានឹងប្រើវិធានការយោធាធ្វើសកម្មភាពយោធាបើសិនជាគ្មានកិច្ចព្រមព្រៀងជុំបាញ់គ្នាទៀតនោះទេក៏ប៉ុន្តែលោកមិនបានបញ្ជាឲ្យមានការចម្បាំងនៅឡើយនោះទេក៏ប៉ុន្តែការដែលលោកប្រធានាធិបតីបានប្រជុំជាមួយនឹងក្រុមសន្តិសុខទាំងយប់ថ្ងៃច័ន្ទតែម្ដងគឺយប់មិញគឺជាសញ្ញាមួយបង្ហាញថាលោកប្រធានាធិបតីកំពុងតែពិចារណាថានឹងប្រើវិធានការសង្គ្រាមឡើងវិញហើយបាទមន្ត្រីរបស់សហរដ្ឋអាមេរិកវិញអ្នកការទូតរបស់សហរដ្ឋអាមេរិកវិញក៏បានប្រាប់សារព័ត៌មាន Access ផងដែរថាលោកប្រធានាធិបតី Donald Trump គឺកន្លងមកគឺមិនបានធ្វើការសម្រេចចិត្តណាមួយពាក់ព័ន្ធជាមួយនឹងការវាយប្រហារនោះទេបើទោះបីជាលោកបាននិយាយថាលោកបានអនុញ្ញាតឲ្យផ្អាកប្រតិបត្តិការយោធាក៏ដោយក៏ប៉ុន្តែមន្ត្រីនោះបាននិយាយថាគឺនៅពេលដែលលោកប្រធានាធិបតីបានជួបប្រជុំបែបនេះគឺជារឿងមួយដែលធ្វើឲ្យក្រុមមេដឹកនាំយោធានៅក្នុងប្រទេសអ៊ីរ៉ង់ដែលគេហៅថាក្រុមដែលនិយមការធ្វើសង្គ្រាមនោះគឺគិតពិចារណាផងដែរថាតើនឹងទៅដោះស្រាយយ៉ាងម៉េចជាមួយនឹងសហរដ្ឋអាមេរិកពីព្រោះលោកប្រធានាធិបតី Donald Trump លោកគឺបាទនិយាយមែនតើហើយរឿងនេះនឹងចាត់ការទៅតាមអ្វីដែលជាការសម្រេចចិត្តបាទពីព្រោះអីលោកបាននិយាយកាលពីថ្ងៃអង្គារនេះបាទលោកថាប្រហែលម៉ោងទេមុន1ម៉ោងតែប៉ុណ្ណោះមុនពេលដែលលោកបញ្ជាឲ្យបើកការវិប្រហារយោធានៅថ្ងៃអង្គារនេះនៅប្រទេសអ៊ីរ៉ង់នោះស្រាប់តែមេដឹកនាំនៅក្នុងប្រទេសមជ្ឈមបូព៌ាមួយចំនួនបានតាក់ទងមកលោកសូមអង្វរថាប្រតិបត្តិការយោធានឹងសិនទៅដោយទុកពេលឲ្យមានការចរចាផ្នែកការទូតនឹងគ្នាដើម្បីរកដំណោះស្រាយជាអង្វែងជាយូរអង្វែងទៅទេដោយសារតែបណ្ដាប្រទេសទាំងនោះមានការព្រួយបារម្ភថាបើសិនបើជាសហរដ្ឋអាមេរិកបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់បន្តទៀតគឺច្បាស់ណាស់អ៊ីរ៉ង់នឹងបើកការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់បណ្ដាប្រទេសទាំងអស់នោះធ្វើឲ្យវាមានការខូចខាតអញ្ចឹងហើយបានជាគាត់សុំឲ្យមានការផ្អាកសិនបាទនៅពេលដែលសារព័ត៌មាន Access បានតាក់ទងនោះគឺបានឲ្យដឹងថាមន្ត្រីដែលចូលរួមប្រជុំជាមួយនឹងលោកប្រធានាធិបតី Donald Trump អំពីផែនការបន្ទាប់ដែលត្រូវអនុវត្តនោះគឺរួមមានលោកអនុប្រធានាធិបតី JD Vance លោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកគឺលោក Marco Rubio បេសកជនពិសេសរបស់សេតាវិមានគឺលោក Steve Witkoff លោករដ្ឋមន្ត្រីក្រសួងការពារជាតិរបស់សហរដ្ឋអាមេរិកគឺលោក Pete Hegseth ហើយនិងលោកប្រធាននាយសេនាធិការកងទ័ពចម្រុះគឺលោកឧត្តមសេនីយ៍ Dan Kent និងនាយករបស់ទីភ្នាក់ងារស៊ើបការសម្ងាត់ CIA គឺលោក John Ratcliffe ហើយក៏មានមន្ត្រីសំខាន់មួយចំនួនទៀតក៏បានចូលរួមនៅក្នុងកិច្ចពិភាក្សានោះផងដែរគឺបើយោងតាមមន្ត្រីនោះឲ្យដឹងថាកិច្ចពិភាក្សានោះផ្ដោតខ្លាំងតែម្ដងអំពីសង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ហើយនឹងតើការវិវត្តនៃការចរចាខាងផ្នែកការទូតនឹងដើរដល់ណាហើយក៏ដូចជាផ្ដល់ឲ្យលោកប្រធានាធិបតីនៅជំរឿសយោធាបន្ថែមទៀតនៅក្នុងការយកមកអនុវត្តបាទនេះគឺជាព័ត៌មានសំខាន់ទី1ណាអញ្ចឹងប្រិមិត្តមកដល់ម៉ោងនេះគឺមិនទាន់មានអ្វីជាការជាក់លាក់ធំដុំកំពូលនៅឡើយទេបើទោះបីជាសារព័ត៌មាន Access បានដកស្រង់ប្រភពរបស់អ្នកការទូតរបស់សហរដ្ឋអាមេរិកដែលនិយាយថាក្រោយពីការព្រមានរបស់លោកប្រធានាធិបតី Donald Trump ក្រោយពីការកោះប្រជុំជាបន្ទាន់កាលពីយប់មិញគឺក្រុមមេដឹកនាំយោធានៅក្នុងប្រទេសអ៊ីរ៉ង់ឥឡូវនេះកំពុងតែគិតគូរពិចារណាយ៉ាងដិតដល់ផងដែរថាតើត្រូវឆ្លើយតបនឹងសហរដ្ឋអាមេរិកយ៉ាងណាព័ត៌មានទី2នេះគឺជាការវិវត្តនៅខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកតែម្ដងនៅថ្ងៃអង្គារនេះគឺខាងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានព្រមយកវិធានការច្បាប់ដែលកំហិតអំណាចលោកប្រធានាធិបតីឲ្យបញ្ចប់សង្គ្រាមបាទបើមិនអញ្ចឹងទេគឺត្រូវមកសុំសិទ្ធិអំណាចពីខាងសភានោះគឺឥឡូវនេះគឺព្រឹទ្ធសភាបាន
អនុម័តយកទៅពិភាក្សាបានថាអនុម័តដាក់ចូលក្នុងរបៀបវរៈដើម្បីយកមកពិភាក្សាថាតើអនុម័តច្បាប់ហ្នឹងដើម្បីកំហិតអំណាចលោកប្រធានាធិបតីដែរឬទេកាលពីក្នុងពេលកន្លងមកគឺមានការប៉ុនប៉ងចំនួន7លើកក៏ប៉ុន្តែមិនបានជោគជ័យដោយក្រុមគណៈបកប្រជាធិបតេយ្យបាទលើកនេះជាលើកទី8ឥឡូវបានជោគជ័យហើយតើហេតុអ្វីបានជោគជ័យគឺក្រោយពីមានសមាជិកព្រឹទ្ធសភានៃគណៈបកសាធារណរដ្ឋចំនួន4រូបបានព្រមគាំទ្រច្បាប់នេះបានទៅចូលរួមចូលដៃគ្នាជាមួយនឹងខាងគណៈបកប្រជាធិបតេយ្យអញ្ចឹងការបោះឆ្នោតនោះគឺប្រផិតប្រផាយមែនទែនគឺសម្លេង50ទល់នឹង47ចំទាស់50យល់ព្រម47ចំទាស់ដោយសម្លេង4នៃគណៈបកសាធារណរដ្ឋនោះគឺមានលោក Bill Cassidy ប្រិមិត្តចាំលោក Bill Cassidy បានទេខ្ញុំបានជម្រាបជូនកាលពីម្សិលមិញគឺលោក Bill Cassidy ជាអ្នកប្រឆាំងនឹងលោកប្រធានាធិបតី Donald Trump ហើយការបោះឆ្នោតបឋមក្នុងពេលកន្លងមកប្រហែលថ្ងៃមុននេះលោកចាញ់ឆ្នោតបាទបញ្ចប់អាជីពនយោបាយរយៈពេល2ទសវត្សរ៍របស់គាត់ហើយទៅនឹងសមាជិករដ្ឋសភាជាងថ្មីដែលលោកប្រធានាធិបតី Donald Trump គ្រប់គ្រងចឹងដូច្នេះជាការសម្រេចចិត្តចុងក្រោយមុនពេលអស់តំណែងឬក៏ជារឿងមួយយ៉ាងម៉េចសងសឹកយ៉ាងម៉េចគឺលោក Cassidy បានបោះឆ្នោតបាទគ្រប់គ្រងច្បាប់នេះហើយដើម្បីឲ្យយកមកពិភាក្សាគ្នាបាទនេះគឺជាការវិវត្តមួយដែលមានការភ្ញាក់ផ្អើលខ្លាំងផងដែរដោយឡែកគណៈបកប្រជាធិបតេយ្យវិញគឺលោកសមាជិកព្រឹទ្ធសភាលោក John Fetterman នៅខាងរដ្ឋ Pennsylvania បាទអ្នកនៅរដ្ឋ Pennsylvania ស្គាល់ហើយលោក John Fetterman គាត់បោះឆ្នោតប្រឆាំងបាទមិនអោយកំហិតអំណាចលោកប្រធានាធិបតីទេបើទោះបីជាអ្នកដែលស្នើច្បាប់ហ្នឹងគឺគណៈបករបស់គាត់គឺគណៈបកប្រជាធិបតេយ្យក៏ដោយដោយសារតែនៅក្នុងរដ្ឋរបស់គាត់ហ្នឹងគឺឥឡូវនេះជារដ្ឋគេហៅថា swing state ហើយរដ្ឋដែលប្រែប្រួលទៅតាមខ្យល់នយោបាយអញ្ចឹងបើសិនតែគាត់សម្រេចមិនស្រួលបោះឆ្នោតឡើងវិញគាត់នឹងធ្លាក់ឆ្នោតហើយបាទអញ្ចឹងដូច្នេះគាត់សម្រេចអ្វីទៅមានការប្រយ័ត្នប្រយែងមែនទែន